សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឌីអូតូស៊ីងនេះណាខ្ញុំនឹងមកសម្រាយរឿងមួយដែលមានឈ្មោះថាអ្នកដឹកជញ្ជូនមកពីមូរិនដោយសារពីរឿងមុនអស់ភាគអញ្ចឹងទៅមានតែសម្រាយរឿងថ្មីច្រឡំរឿងថ្មីរឿងចាស់ទេគ្រាន់តែខ្ញុំសម្រាយបន្តទៀតរាត្រីស្ងប់ស្ងាត់មួយបានឈានចូលមកដល់ស្របពេលដែលមានសត្វក្អែកហោះហើរពេញផ្ទៃមេឃក្នុងទីក្រុងដ៏ទំនើបមួយសំឡេងក្អែកយំខ្វាក់បន្តឡើងលើអាកាសហាក់បីដូចជានាំសារអ្វីមួយម្យ៉ាងខណៈយប់កាន់តែជ្រៅទៅនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំមួយកាងស៊ូដែលជាតួឯកប្រុសរបស់យើងកំពុងអង្គុយតាំងសមាធិប្រមូលផ្ដុំធាតុដើមយ៉ាងខ្លាំងក្លាចេញជាពន្លឺពណ៌ខៀវជុំវិញខ្លួនគាត់គេបានបើកភ្នែកយឺតរួចគិតក្នុងចិត្តថាទីនេះពិតជាសម្បូរទៅដោយធម៌ពលដ៏បរិសុទ្ធមែនកាងស៊ូបានសម្លឹងមើលជុំវិញបន្ទប់របស់ខ្លួនកំពុងតែដេករួចក៏ឧទានថារបស់ប្រើប្រាស់ទាំងនេះសុទ្ធតែអ្វីដែលគេមិនធ្លាប់ឃើញពីមុនមកវាពិតជាកន្លែងដ៏អស្ចារ្យមែនភ្លាមនោះកាងស៊ូក៏មានអារម្មណ៍ថាមានមនុស្សម្នាក់កំពុងតែដើរជិតនឹងមកដល់បន្ទប់របស់គេនៅពេលនោះដែរទ្វារក៏បានបើកឡើងក្រានោះគឺជាសុនថេដែលជាម្ចាស់ផ្ទះនេះផងគាត់បានដើរចូលមកទាំងភាពភ្ញាក់ផ្អើលនៅពេលដែលគាត់ឃើញកាងស៊ូកំពុងតែអង្គុយនៅក្នុងបន្ទប់ដ៏ងងឹតមួយសុនថេបានលាន់មាត់សួរទៅកាន់កាងស៊ូថាតើឯងកំពុងធ្វើអ្វីហ្នឹងហេតុអ្វីបានជាឯងមិនបើកភ្លើងនៅពេលដែលកាងស៊ូងាកមកហើយក៏បានសួរស្ដីទៅកាន់ថេសុងហើយគាត់បាននិយាយថាខ្ញុំគ្រាន់តែអង្គុយនៅទីនេះព្រោះរកទៀនមិនទាន់ឃើញសុនថេធ្វើមុខហួសចិត្តរួចក៏នឹកឃើញថាអូភ្លេចខ្លួនព្រិចប្រាប់ពីរបៀបប្រើអគ្គិសនីព្រោះបរិមម្នាក់នេះជាមនុស្សបុរាណសុនថេក៏បានដើរទៅចុចកង់តាក់ភ្លាមនោះពន្លឺភ្លើងក៏បានភ្លឺពេញបន្ទប់ហើយធ្វើឲ្យកាងស៊ូភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងឈានដល់ពេលព្រឹកព្រលឹមស៊ូយ៉ុងដែលជាម្ចាស់ផ្ទះស្រីបានដើរចេញមករួចក៏ឃើញកាងស៊ូភ្ញាក់ពីព្រលឹមដូចខ្លួនដែរកាងស៊ូសួរទៅកាន់នាងទាំងភាពងឿងឆ្ងល់ថាស៊ូយ៉ុងតើនាងកំពុងចាប់ផ្ដើមធ្វើម្ហូបនៅម៉ោងប៉ុណ្នេះមែនថេសុងដែលកំពុងតែកាន់វែកនៅក្នុងផ្ទះបាយក៏បានឆ្លើយតបថាមែនហើយពួកយើងត្រូវតែរៀបចំអីវ៉ាន់សម្រាប់លក់ព្រោះមានការងារច្រើនណាស់ដែលត្រូវធ្វើកាងស៊ូបានអង្គុយមើលអ្នកទាំងពីរធ្វើម្ហូបក្នុងផ្ទះបាយទាំងទឹកមុខស្មាធេងរួចក៏បានសម្រេចចិត្តសួរទៅកាន់ថេសុងថាតើមានអ្វីឲ្យខ្ញុំជួយបានដែរឬទេថេសុងបានងាកមកប្រាប់ថាឯងចង់ជួយមែនទេតាមពិតទៅឯងសម្រាប់ឲ្យច្រើនទៅកុំខ្វល់ពីរឿងនឹងច្រើនពេកក៏ប៉ុន្តែកាងស៊ូបានតបដោយចិត្តមុតមមថាខ្ញុំមិនខ្វល់ទេខ្ញុំចង់ជួយសងគុណអ្នកទាំងពីរដែលបានឲ្យចម្រោកនិងចិត្តល្អចំពោះខ្ញុំឃើញបែបនេះថេសុងក៏បានយល់ព្រមរួចក៏សួរថាតើឯងអាចបោះសម្អាតផ្ទះបានដែរឬទេថេសុងក៏បានយកម៉ាស៊ីនបូមធូលីហុចឲ្យកាងស៊ូប្រើឯកាងស៊ូវិញកាន់ម៉ាស៊ីនបូមធូលីនោះឡើងលើកឡើងខ្ពស់ហាក់បីដូចជាកំពុងកាន់ដាវដើម្បីប្រយុទ្ធអញ្ចឹងថេសុងក៏បានបញ្យល់ថាវាជាម៉ាស៊ីនសម្រាប់បូមធូលីឯងគ្រាន់តែចុចប៊ូតុងហើយរុញវាឲ្យដូចអំបោះទៅជាការស្រេចហើយវាមិនពិបាកនោះទេធ្វើឲ្យកាងស៊ូឈរមើលទាំងភាពងឿងឆ្ងល់ថេសុងបាននិយាយទាំងស្នាមញញឹមទៅកាន់កាងស៊ូថាធម្មតាហាងយ៉យតែងតែជួយពួកយើងបែបនេះជានិច្ចហាងយ៉ងហ្នឹងកូនរបស់គាត់ស្រាប់តែមានរឿងដ៏គួរឲ្យមិនជឿកាត់ឡើងកាងស៊ូបានព្យាយាមប្រើម៉ាស៊ីនបូមធូលីតែដោយសារកម្លាំងបូមធូលីវាខ្លាំងពេកធ្វើឲ្យសក់របស់គេប៊ីត្រងោឯថេសុងវិញលាន់មាត់ថាអូយព្រះអើយឯងមិនអីទេមែនទេថេសុងបានដកដង្ហើមធំរួចប្រាប់ថាទោះបីជាវាចាស់មែនតែកម្លាំងម៉ាស៊ីនបូមវាគឺខ្លាំងណាស់ថេសុងក៏បានសួរទៅកាន់កាងស៊ូថាកាងស៊ូក៏បានងក់ក្បាលយល់ព្រមបន្ទាប់មកថេសុងក៏បានប្រគល់ភារកិច្ចឲ្យកាងស៊ុលរួចក៏បានដើរទៅកាន់ផ្ទះបាយវិញដើម្បីធ្វើម្ហូបបន្តកាងស៊ូកំពុងឈរមើលម៉ាស៊ីនបូមធូលីនោះរួចគិតក្នុងចិត្តថាខ្ញុំត្រូវតែសម្អាតវាឲ្យបានក៏ប៉ុន្តែរបស់នេះមើលទៅហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងណាស់កាងស៊ូមិនសូវទុកចិត្តម៉ាស៊ីននេះប៉ុន្មានទេរួចគេសម្រេចចិត្តថាគេនឹងប្រើធម៌ពលរបស់ខ្លួនភ្លាមនោះភ្នែកនិងដៃរបស់គេបានបញ្ចេញពន្លឺពណ៌ខៀវយ៉ាងខ្លាំងក្លាគេចាប់ផ្ដើមប្រមូលផ្ដុំធម៌ពលធាតុដើមក្តាប់ដៃយ៉ាងណែនបញ្ចេញជាផ្សែងនិងពន្លឺជុំវិញខ្លួនយ៉ាងអស្ចារ្យកាងស៊ូបានបង្កើតជាខ្យល់បក់បោកពេញហាងដើម្បីដេញធូលីចេញធម៌ពលរបស់គេខ្លាំងដល់ថ្នាក់អាចបង្រួមធូលីដីឲ្យក្លាយជាដុំមូលមួយតូចហោះនៅលើអាកាសបានយ៉ាងងាយស្រួលគេបានកាន់ម៉ាស៊ីនបូមធូលីរួចប្រើក្បាច់គុនមកពីមូរិនបញ្ជាឲ្យធូលីទាំងអស់នោះហោះចូលក្នុងម៉ាស៊ីនតែម្ដងមិនថាធូលីនៅកន្លែងណានោះទេកាំងស៊ូសម្អាតយ៉ាងលឿនបំផុតសូម្បីតែជញ្ជាំងក៏ភ្លឺរលោងដែរបន្ទាប់ពីសម្អាតធូលីរួចកាំងស៊ូក៏និយាយថាធូលីរួចរាល់ហើយបន្ទាប់មកគេសម្លឹងមើលទៅកាន់ធុងដាក់ទឹកគេចាប់ផ្ដើមប្រើក្បាច់គុនដើម្បីបញ្ជាធាតុទឹកធ្វើឲ្យទឹកនៅក្នុងធុងហោះឡើងលើអាកាសយ៉ាងអស្ចារ្យកាំងស៊ូប្រើប្រាស់ធាតុដើមដើម្បីបញ្ជាទឹកហូរក្រឡឹងជុំវិញខ្លួនរបស់គេ
ដើម្បីលាងសម្អាតហាងនៅទីនេះគ្រាន់តែមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះទឹកទាំងអស់ក៏ត្រឡប់មកវិញរួចរលាយបាត់អស់បន្សល់ទុកតែភាពស្អាតគ្មានកន្លែងណាទាស់នៅពេលនោះដែរកាំងសូក៏បានឈរទាំងទឹកមុខត្រជាក់ត្រេបរួចនិយាយថាប៉ុណ្ណឹងប្រហែលជាស្អាតហើយខណៈពេលដែលថេសុងកំពុងដើរមកហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំងថេសុងភាំងស្មារតីភ្លាមព្រោះមនុស្សធម្មតាមិនអាចសម្អាតនៅកន្លែងនេះលឿនបែបនេះនោះទេនៅពេលនោះដែរថេសុងបានភ័យផងអរផងរួចសួរទៅកាន់កាំងសូថាតើឯងកំពុងធ្វើអ្វីហ្នឹងកុំប្រាប់ឲ្យសោះថាឯងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសកម្រិតខ្ពស់កាំងសូធ្វើមុខឆ្ងល់រួចសួរទៅកាន់ថេសុងថាអ្វីខិនតើរបស់នោះគឺជាអ្វីទៅអ្វីខិនគឺជាពាក្យដែលមនុស្សគ្រប់គ្នាហៅមនុស្សដែលមានសមត្ថភាពថាមានសមត្ថភាពពិសេសចាប់តាំងពីទ្វារមន្តអាគមឬហៅថា Gate បានបើកឡើងនៅកាលពី25ឆ្នាំមុនសមត្ថភាពនោះគេតែងតែហៅថាអូរ៉ាដែលអាចធ្វើឲ្យមនុស្សមានកម្លាំងផ្លូវចិត្តបញ្ជារបស់របរហោះហើរយ៉ាងអស្ចារ្យឬក៏អាចប្រើធម្មពលធាតុផ្សេងដូចជាភ្លើងឬតកកជាដើមហើយកម្រិតធម្មពលទាំងនោះក៏គេត្រូវបានបែងចែកជាថ្នាក់ផងដែរទៅតាមកម្រិតនីមួយមនុស្សម្នាក់នឹងទទួលបានការគោរពនិងការផ្ដល់តម្លៃខុសៗគ្នាអំពីសង្គមមួយនេះថេសុងបាននិយាយទាំងរំភើបថាគេធ្លាប់ធ្វើការជាមួយពួកអវេខិនច្រើនណាស់តែមិនដែលឃើញនរណាម្នាក់ប្រើអូរ៉ាបានស្ទាត់ជំនាញដោយកាំងសូឡើយគេបានជំរុញឲ្យកាំងសូចូលរួមជាមួយនឹងហ្គៀលដើម្បីរស់នៅឲ្យស្រួលជាងនេះទៅទៀតហ្គៀលហ្នឹងមានន័យថាស្ថាប័នពួកអវេខិនណាបើអត់មានស្ថាប័នទេពួកហ្នឹងវាធ្វើការដោយឯករាជ្យអញ្ចឹងទៅគេបង្កើតហ្គៀលដើម្បីគៀបសង្កត់ពួកហ្នឹងកុំឲ្យធ្វើខុសច្បាប់ដូចមនុស្សយើងត្រូវតែមានច្បាប់អញ្ចឹងណាបើអត់ច្បាប់ទៅវាអញ្ញៃអញ្ចឹងទៅមនុស្សយើងត្រូវតែបង្កើតច្បាប់ដូចហ្គៀលអញ្ចឹងតែនឹកស្មានមិនដល់កាំងសូលបានតបវិញទាំងមុខស្មើថាថេសុងខ្ញុំមិនមានគម្រោងចង់ខ្លាចជា Hunter ស្អីដឹងទេធ្វើឲ្យថេសុងភ្ញាក់ផ្អើលយ៉ាងខ្លាំងថេសុងបាននិយាយថាឯងមិនដឹងទេអីកំពូ Hunter កម្រិតខ្ពស់រស់នៅដូចជាស្ដេចអញ្ចឹងឬមានវណ្ណៈខ្ពង់ខ្ពស់ខ្លាំងណាស់កាំងសូបានដកដង្ហើមយ៉ាងធំរួចក្តាប់ដៃយ៉ាងណែនហើយកាំងសូបាននិយាយថាខ្ញុំធ្លាប់មានទ្រព្យសម្បត្តិកិត្តិយសតែខ្ញុំទើបតែដឹងថារបស់ទាំងនោះគឺគ្មានន័យឡើយក៏សួរទាំងភ្ញាក់ផ្អើលថាកាំងសូតើឯងចង់ចាំរឿងរ៉ាវពីមុនអស់ហើយមែនទេហើយនៅពេលនោះដែរកាំងសូក៏បានទម្លាយការពិតថាតាមពិតទៅគេមិនមែនជាមនុស្សដែលរស់នៅក្នុងពិភពលោកមួយនេះទេគឺគេមកពីពិភពមួយដែលមានឈ្មោះថាមូរិនដែលមានទេសភាពស្រស់ស្អាតនិងពោពេញទៅដោយអ្នកខ្លាំងគេបានរៀបរាប់បន្តថានៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើងគេបានស្ថិតនៅក្នុងកណ្ដាល Gate នោះបាត់ទៅហើយគេក៏បានដើរតាមធម្មពលដ៏មានបរិសុទ្ធរហូតដល់ទីនេះហើយវាគឺជាការចៃដន្យដែលគេបានជួយសង្គ្រោះហាយ៉ុងពីការបុកដោយរទេះដែកអាកន្លែងហ្នឹងកាំងសូអ្នកនិយាយរទេះដែកគេអត់ធ្លាប់ស្គាល់ថាហ្នឹងជាឡានទេកាលពីថ្ងៃដំបូងមកម៉េះកាំងសូបាននិយាយសុំទោសទៅកាន់ថេសុងដែលគេមិនបានប្រាប់ការពិតតាំងពីដំបូងព្រោះគេខ្លាចមានរឿងស្មុគស្មាញជាងនេះទៅទៀតថេសុងឮហើយក៏បានដើរដាក់ដៃលើស្មាកាំងសូទាំងភាពក្តុកក្តួលហើយនិយាយថាឯងមើលទៅពិតជាពិបាកខ្លាំងណាស់កាំងសូដែលត្រូវធ្លាក់មកកន្លែងដែលខ្លួនមិនស្គាល់បែបនេះនិយាយបណ្ដាថេសុងក៏ស្រក់ទឹកភ្នែកបណ្ដាព្រោះគេគឺជាមនុស្សម្នាក់ដែលឆាប់នឹងប៉ះទង្គិចផ្លូវចិត្តខ្លាំងណាស់កាំងសូសួរទាំងឆ្ងល់ថាតើឯងពិតជាជឿខ្ញុំមែនដែរឬទេថេសុងក៏បានឆ្លើយតបថាមានអីដែលគួរឲ្យមិនជឿបើឯងខ្លាំងបែបនេះទៅហើយថេសុងក៏បានណែនាំថាសម្រាប់ពេលនេះឲ្យកាំងសូធ្វើជាមនុស្សម្នាក់ដែលរស់នៅដាច់ដោយឡែកសិនទៅហើយចាំគិតរឿងចោះឈ្មោះធ្វើជា Hunter តាមក្រោយទៅសាច់រឿងបានកាត់មកសន្តាគារដ៏ខ្ពស់ស្កឹមស្កៃមួយកន្លែងដែលជាទីស្នាក់ការកណ្ដាលរបស់សមាគម Hunter នៅក្នុងបន្ទប់ Support Unit មួយបរិសម្នាក់មានឈ្មោះថាសុងជីនហូកំពុងតែដេកលក់លើតុទាំងអស់កម្លាំងភ្លាមនោះទ្វារក៏បានបើកទាំងកំហឹងរួមជាមួយសំឡេងស្រែកថាសុងជីនហូនារីម្នាក់បានស្ដីឲ្យសុងជីនហូថាតើឯងអាចបានដេកពេញមួយយប់ទៀតហើយមែនទេហើយនាងបានដាក់ទំនាយថាបែរជាឯងច្បាស់ជាស្លាប់ដោយសារការមិនដេកហើយមើលទៅនារីម្នាក់នោះមានឈ្មោះថាគឹមយ៉ុងហ៊ីមកពីផ្នែកអធិការកិច្ចនាងសួរទៅកាន់ជីនហូថាតើឯងកំពុងធ្វើអ្វីបានជាឯងមិនដេកបែបនេះជីនហូតបថាគេកំពុងតែតាមដានរឿងរ៉ាវដែលកើតឡើងនៅ Gate មួយដែលមានអត្ថលេខ A0128109 តែគេមិនដឹងថាត្រូវចាប់ផ្ដើមត្រង់ណាឡើយគឹមយ៉ុងស៊ីសួរទៅកាន់គេថាតើឯងកំពុងតែតាមរក Zero Awaken មែនដែរឬទេZero Awaken ហ្នឹងគឺជារហស្សនាមអ្នកដែល Awaken ខ្លាំងបំផុតបងអស់ជីនហូបានមើលឯកសារទាំងបារម្ភព្រោះប្រធានសមាគមបានបញ្ជាឲ្យគេបិទសំណុំរឿងនេះចោលក៏ប៉ុន្តែរឿងរ៉ាវមួយនេះនៅតែជាអាថ៌កំបាំងនៅតែមិនទាន់បកស្រាយបាននៅឡើយហ្នឹងហើយសូមបញ្ចប់វីដេអូត្រឹមប៉ុណ្្នឹងសិនហើយពីខ្ញុំបាទ DOTC ជម្រាបលាអ្នកទាំងអស់គ្នា